ជំរាបសួរគ្រូសួស្តីអ្នកនរគ្នាខ្ញុំនឹងធ្វើការងារទី2ដែលការងារខ្ញុំត្រូវធ្វើហ្នឹងគឺcreate group អញ្ចឹងចំណុចទី1គឺ create group មាន3 developer UI UI និង DevOps អញ្ចឹងឲ្យ command create group ហ្នឹងគឺ sudo group add ហើយនឹងដាក់ឈ្មោះ developer គ្នា sudo group add UX UI និងមួយទៀតគឺ DevOps ចឹងដើម្បី check មើលទាំង3ហ្នឹងគឺដើម្បី cat/etc/group ចឹងមានថា group 3ខ្ញុំហ្នឹងគឺបានបង្កើតហើយអញ្ចឹងចំណុចទី2គឺ delete group developer អញ្ចឹងដើម្បីលុបហ្នឹងគឺ sudo group delete ហើយនឹងឈ្មោះ developer ចឹងខ្ញុំភ្លេចមើលខ្ញុំលុបបាននៅ /group ចឹងន័យថា developer ខ្ញុំលុបបានហើយចឹងចំណុចបន្ទាប់គឺ create វាមកវិញចឹង sudo បង្កើត group មិញដដែលទេgroup add ហើយនឹងឈ្មោះ developer ខ្ញុំលេងវាមកវិញបាននៅ etc/group ចាំថា developer ខ្ញុំបានបង្កើតមកវិញហើយហើយនឹងចំណុចបន្តទៀតគឺខ្ញុំត្រូវ create file ហើយនឹងចំណុចបន្ទាប់គឺខ្ញុំត្រូវបង្កើត file ដែលមានឈ្មោះថា developer presentation UX UI presentation និង DevOps presentation អញ្ចឹងខ្ញុំនឹងថែម comment comment ខ្ញុំ click នេះចេញសិនអញ្ចឹងclear ខ្ញុំនឹង sudo touch ហើយដាក់ឈ្មោះ file អញ្ចឹងគឺមាន developer process .tt ហើយមួយទៀតគឺ UX UI process .tt និងចុងក្រោយគឺ DevOps process ឯខុសហើយ.tt ខ្ញុំគ្រាន់តែមើលអីដែលខ្ញុំបានកាត់នេះចឹងមាន developer ហើយនឹង UX UI ចឹងខ្ញុំបង្កើត file បានហើយនឹងចំណុចទី10គឺ change permission ទៅ555នោះមានថាយើងមានសិទ្ធ redirect execute ចឹងទៅចូលហ្នឹងដើម្បី change នៅនឹងបានយើងត្រូវ type comment ចឹងយើងត្រូវ type comment sudo chmod យើងនឹង change information នេះទៅ55កែ .clear ដាក់ extension file របស់យើងតែ make sure ថាអានេះយើងបានអត់ខណៈ ls-l និយាយថាវា logo ទួយចេកនេះមានន័យថាវាបណ្ណាកាយនឹងចូលដល់ចំណុចទៀតគឺយើងត្រូវតែកំណត់ permission ឲ្យគ្រប់ developer និង UX UI អញ្ចឹងដើម្បីនេះខ្ញុំត្រូវបង្កើតfolder ខ្ញុំបង្កើត directory ឲ្យDevOps folder មួយសិនអញ្ចឹង sudo mkdir ហើយនឹងឈ្មោះ folder DevOps folder ខ្ញុំខាត់ list វាមកបង្កើតណាចឹងនេះ DevOps folder ខ្ញុំបានបង្កើតហើយនឹងចំណុចបន្តខ្ញុំនឹងបង្កើត user មួយដើម្បី owner folder DevOps មួយនឹងចឹងខ្ញុំបង្កើត user មួយគឺ sudo user add ខ្ញុំដាក់ឈ្មោះដើម្បីឲ្យជា owner នេះណាចឹងដាក់ user add sudo ដោយសារខ្ញុំធ្លាប់មានហើយខ្ញុំនឹងuser add kk មានទៀត sudo user add kk ហ្មង
ចឹងបន្ទាប់ពីនេះហើយគឺខ្ញុំដាក់ password ឲ្យវាមកចឹងខ្ញុំវាយ sudo passwd ហើយនឹងឈ្មោះខាត់ខាងឈ្មោះរបស់ខ្ញុំឈ្មោះ folder owner នេះមួយហ្នឹងតោះមកខ្ញុំនិយាយថាតោះមកខ្ញុំកាន់តែ reset password ឲ្យវាមកមានន័យថាថ្ងៃហ្នឹងខ្ញុំបង្កើតបានហើយចំណុចបន្ទាប់គឺខ្ញុំថតតែឲ្យ stay permission ដែល user ឲ្យខាត់ខាងហ្នឹងឲ្យវា stay permission ចូលទៅក្នុងជា owner របស់ folder directory default មួយហ្នឹងចឹងខ្ញុំទៅ say sudo chaown sorry that's all dot clear ឈ្មោះ folder ខ្ញុំបង្កើតមិញហ្នឹងខាត់ខាងចុច2យក permission ពី default ហើយឈ្មោះ folder ដែលខ្ញុំបានបង្កើត default folder អូខេចាំខ្ញុំធ្វើបានហើយmake sure ថាខ្ញុំធ្វើបានហើយខ្ញុំនឹងអត់ឲ្យវិញមើលនេះខាងនេះគឺ owner របស់developer folder បានសម្រាប់ហើយហើយយើងនឹង set permission ទៅ100.0ដើម្បីឲ្យគ្រប់គេ owner ហ្នឹងគាត់មានសិទ្ធិ read write execute ប៉ុន្តែ order អត់អាចអញ្ចឹងខ្ញុំវាយ sudo ch mode 770 develop default folder sudo 770 default folder អូខេមានថាបន្តមកទៀតអូខេខ្ញុំត្រូវបង្កើតឲ្យ user developer នឹង UI ចឹងដោយសារតែពីរហ្នឹងវាមាន permission ដូចគ្នាចឹងខ្ញុំគ្រាន់តែបង្កើតវានៅក្នុង command sudo user add user add គេឈ្មោះនេះបានយើងជា developer ហើយនឹង UX UI /m/s ឲ្យដាក់ m ដាក់ s ដក clear /bin /bash turbo អូខេពីចឹងហើយយើងខាងណា add password ទៅវាទៅគឺ sudo passwd developer UX UI អូខេគោតោះមកយើងដាក់ password ថ្មីវាបែបមកអូខេខ្ញុំបង្កើតឲ្យទាំងពីរនឹងបាន successfully ហើយបន្ទាប់ពីបង្កើតពីរនឹងបានហើយតែឯនោះមួយទៀតយើងទៅបង្កើត user ដែលអស់ចឹងដូចគ្នា command sudo ចា sudo user add ឈ្មោះ default មកយើងបង្កើត command លើដែរ bin /bash អូខេហើយតោះមកយើង set password ឲ្យដូចមុនដែរ wd ហើយនឹងឈ្មោះ default user ទីទាំង3នឹងយើងបង្កើតបាន successfully ហើយខ្ញុំត្រូវតែយកuser ខ្ញុំបាន add ហ្នឹងទៅកាន់ក្រុមរៀងខ្លួន default ទៅកាន់ user default default user ទៅកាន់ក្រុម default UX UI ទៅកាន់ក្រុម UX UI ហើយនឹង developer ទៅកាន់developer អញ្ចឹងcomment ដាក់ហ្នឹងយើងគ្រាន់តែកាសេ sudo user ដែរ user mode ហើយនឹងa ag dot clear ឈ្មោះdefault យើងហ្នឹង
DevOps យើងហ្នឹងគឺមាន DevOps user តែយើងចង់ add ទៅ DevOps នៅទៅកាន់ DevOps user នេះធ្វើបូនបន្ទាប់មកខ្ញុំខន់តា ID វាមើលមក ID develop ច្រឡំ DevOps user DevOps user យើង internet មកនៅវាអត់មានថាវាចូលមកវិញចំណែក API មិញគឺយើងធ្វើដូចគ្នាយើងអាចវាទៅជាគ្រប់រៀងគ្នាមិញនេះគឺខ្ញុំដាក់ថា developer ហើយណា developer នឹងថាឲ្យមួយទៀតដូចគ្នាប៉ុន្តែនេះគឺ UX UI developer ចា developer UX UI អូខេតោះមកខ្ញុំមើលវាដូចគ្នាដូចអាមុនដែរគឺខ្ញុំមាន ID developer UX UI developer UX UI អូខេចឹងយើងបានមកហើយខ្ញុំមកចូលដល់ខ្ញុំចង់ចូលដល់ក្នុងចូលដល់ developer UX UI wait so developer UX UI password ចឹងខ្ញុំសួរវាហូត MI នេះខ្ញុំបានចូលមក developer UX UI ហើយខ្ញុំបានសាកនេះខ្ញុំបានសាកហ្នឹងខ្ញុំនឹងសាកចូល CD ចូលនៅ folder ដែលអត់ចាំថាចូលបានអត់DevOps DevOps folder យកចាំមិនហាម permission ទីណាចាំហាមuser developer UI ហ្នឹងគឺអត់មានសិទ្ធិ access នៅក្នុងអីដែលយើងបានកំណត់មិញអញ្ចឹងដើម្បី make sure ថាមិនអញ្ចឹងយើងគ្រាន់តែមើល permission ចឹង ID ID developer UX UI នេះដោយសារតែគ្រប់អត់វា permission វាអត់មាននៅក្នុងនៅក្នុង DevOps ហើយចឹងវាអត់អាចបានវា load permission deny ហ្នឹងមកចឹងចំណុចបន្តទៀតគឺខ្ញុំថោចូលទៅកាន់folder user DevOps មកចឹងគឺខ្ញុំ switch មកគឺ so DevOps user ខ្ញុំគាត់ដាក់ password មកខ្ញុំដាក់ password ហើយតមកបញ្ជាក់លេខណា OMI នេះខ្ញុំនៅ user DevOps ហើយអញ្ចឹងបន្តមកទៀតខ្ញុំនឹងថាខ្ញុំ CD ចូល full DevOps folder DevOps folder និយាយចឹងខ្ញុំសុំសាកឡើងទៀតខ្ញុំសូមវាហូបហើយចាំមិននេះថាខ្ញុំនៅ user developer តមកខ្ញុំចង់ចូល CD DevOps folder ខ្ញុំចាំខ្ញុំចាំដោយសារមិនមានបញ្ហាពីក្នុងតែឡើយខ្ញុំបានពេចបានអញ្ចឹងមានថា user DevOps user ហ្នឹងគាត់អាច access គាត់អាច access បានគ្រប់យ៉ាងគ្រូអរគុណគ្រូសម្រាប់ការទស្សនាវីដេអូនេះ